រឿងខ្មោចតៃហោងសំឡេងហៅពីចុងស្ពានមានភូមិស្ងប់ស្ងាត់មួយស្ថិតនៅជាប់វាលស្រែធំល្វឹងល្វើយនៅចុងភូមិមានស្ពានឈើចាស់មួយឆ្លងកាត់ព្រែកអ្នកភូមិជឿថាបន្ទាប់ពីម៉ោង12យប់មិនគួរមាននរណាឆ្លងស្ពាននោះឡើយព្រោះគេតែងឮសំឡេងមនុស្សយំនិងឃើញស្រមោលអណ្តែតក្បែរមាត់ទឹកកាលពីជាច្រើនឆ្នាំមុនមានបុរសវ័យក្មេងម្នាក់ឈ្មោះកុសានគឺជាអ្នកដឹកអង្ករទៅលក់នៅទីផ្សារយប់មួយពេលត្រឡប់មកផ្ទះគាត់ជួបគ្រោះថ្នាក់ធ្លាក់ពីលើស្ពានចូលទឹកហូរខ្លាំងគ្មាននរណាអាចជួយបានហើយសាកសពរបស់គាត់ក៏បាត់ដោយរកមិនឃើញចាប់តាំងពីថ្ងៃនោះមកអ្នកភូមិនិយាយថាវិញ្ញាណរបស់សានបានក្លាយជាខ្មោចតៃហោងរាល់យប់ងឹតគេតែងឮសំឡេងបុរសម្នាក់ហៅថាជួយខ្ញុំផងខ្ញុំត្រជាក់ណាស់គេអ្នកណាដែលឆ្លើយតបឬដើរតាមសំឡេងនោះតែងតែវិលមកវិញដោយមុខស្លេកស្លាំងហើយខ្លះទៀតឈឺរហូតដល់ស្លាប់ថ្ងៃមួយមានយុវជនម្នាក់ឈ្មោះវណ្ណាគាត់មិនជឿរឿងខ្មោចទេហើយសើចចំអកអ្នកភូមិថាគ្រាន់តែជាការភ័យខ្លាចប៉ុណ្ណោះយប់ខែដាច់មួយវណ្ណាបានផឹកស្រាជាមួយមិត្តភ័ក្តិពេលត្រឡប់មកផ្ទះគាត់ជ្រើសរើសដើរឆ្លងស្ពានចាស់ដើម្បីបង្ហាញថាខ្លួនមិនខ្លាចអ្វីទាំងអស់ខ្យល់ត្រជាក់បក់មកពីលើទឹកអាប់ពណ៌ចាប់ផ្ដើមគ្រប់ដណ្ដប់ស្ពានសត្វចង្រិតដែលធ្លាប់យំក៏ស្រាប់តែស្ងាត់ឈឹងភ្លាមនោះសំឡេងមួយបានលាន់ឡើងពីក្រោមស្ពានបងជួយខ្ញុំឡើងផងវណ្ណាឈប់ដើរហើយបំភ្លឺភ្លើងពើចុះទៅក្រោមទឹកគាត់ឃើញដៃមនុស្សមួយលូកឡើងពីក្នុងទឹកដៃនោះស្លេកស្លាំងជ្រួញនឹងស្រក់ទឹកជោកជាំវណ្ណាស្ទាក់ស្ទើរប៉ុន្តែគាត់គិតថាប្រហែលជាមានមនុស្សលង់ទឹកពិតប្រាកដពេលគាត់លូកដៃទៅចាប់ស្រាប់តែដៃនោះត្រជាក់ដូចទឹកកកហើយទាញគាត់ចុះទៅមុខគាត់ដកដៃវិញទាំងភ័យពេលបញ្ចាំងពីម្ដងទៀតដៃនោះបាត់ទៅហើយជំនួសវិញគឺមានបុរសម្នាក់ឈរស្ងៀមនៅកណ្ដាលស្ពានសំលៀកបំពាក់រហែកសក់សាមជោគមុខស្លេកនិងភ្នែកខ្មៅងឹតបុរសនោះនិយាយយឺតថាអ្នកឃើញសាកសពខ្ញុំទេវណ្ណាចាប់ផ្ដើមរត់ប៉ុន្តែទោះរត់ប៉ុណ្ណាក៏នៅតែឃើញស្ពានដដែលសំឡេងជើងដើរពីក្រោយកាន់តែខិតជិតគុំទុកខ្ញុំឲ្យនៅម្នាក់ឯងគេវណ្ណាមិនហ៊ានងាកក្រោយឡើយភ្លាមនោះខ្យល់មួយបក់ខ្លាំងរហូតភ្លើងពិលរលត់ភាពងឹតគ្រប់ដណ្ដប់គ្រប់ទីកន្លែងគាត់មានអារម្មណ៍ថាមានដៃត្រជាក់មួយដាក់លើស្មារបស់គាត់សំឡេងខ្សឹបនៅក្បែរត្រចៀកមកជាមួយខ្ញុំវណ្ណាស្រែកអស់ទំហឹងអ្នកភូមិដែលឮសំឡេងបាននាំគ្នារត់មករកពួកគេឃើញវណ្ណាដេកសន្លប់នៅកណ្ដាលស្ពានពេលដឹងខ្លួនឡើងវិញគាត់មិននិយាយមួយម៉ាត់អំពីអ្វីដែលបានឃើញទេតែចាប់ពីថ្ងៃនោះគាត់មិនដែលហ៊ានដើរឆ្លងស្ពាននៅពេលយប់ទៀតឡើយពីរបីថ្ងៃក្រោយមកអ្នកនេសាទម្នាក់បានរកឃើញឆ្អឹងមនុស្សនៅក្រោមស្ពានអ្នកភូមិបាននាំគ្នាធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណដែលគេជឿថាជាសាន
ចាប់តាំងពីពេលនោះសំឡេងយំក៏ស្ងាត់ទៅមួយរយៈប៉ុន្តែមនុស្សចាស់នៅក្នុងភូមិនៅតែប្រាប់កូនចៅថាបើអ្នកឆ្លងស្ពាននោះកណ្ដាលអាធ្រាត្រហើយសំឡេងនរណាម្នាក់ហៅថាជួយខ្ញុំផងគុំឆ្លើយគុំងាកក្រោយហើយគុំដើរតាមសំឡេងនោះជាដាច់ខាតព្រោះគ្មាននរណាដឹងថាវាជាមនុស្សឬជាវិញ្ញាណដែលកំពុងស្វែងរកអ្នកទៅជំនួសខ្លួន